បានសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនបង្កើតប្រយោគពាក្យមេរៀនទី2ទាំងអស់គ្នាបន្តទៀតនៅក្នុងសៀវភៅ Minano Nihongo របស់យើងណាតោះឥឡូវយើងចូលដល់ប្រយោគទី1របស់យើងគឺពាក្យKorewa Hong des Korewa Hong des មានន័យថានេះគឺជាសៀវភៅអញ្ចឹងពាក្យយើងពាក្យ Korewa ខូរ៉េអ្នកទាំងអស់គ្នាតោះឥឡូវយើងចូលដល់ពាក្យទី2គឺពាក្យសូរ៉េអញ្ចឹងយើងបង្កើតជាប្រយោគបានថាសូរ៉េវ៉ាអាណាតាណូខាបាំងដេស្កានៅពេលដែលយើងចង់សួរទៅកាន់អ្នកដតីណាគឺយើងអាចប្រើប្រយោគបែបហ្នឹងបានថាតើកាបូបនោះជារបស់អ្នកមែនទេយើងអាចសួរគេបែបហ្នឹងបានណាតោះឥឡូវយើងចូលដល់ពាក្យទី3តាក់ទងទៅនឹងប្រយោគដូចគ្នាអញ្ចឹងពាក្យរបស់យើងគឺពាក្យអារ៉េតោះអញ្ចឹងយើងបង្កើតបានថាអារ៉េវ៉ាដារេណូតូកេដេស្កាអារ៉េវ៉ាដារេណូតូកេដេស្កាមានន័យថាតើនាឡិកានោះជារបស់នរណាជារបស់ណាគេអីចឹងណាយើងចង់សួរទៅកាន់ដៃគូយើងអញ្ចឹងបើសិនជារបស់យើងគ្រាន់តែដាក់ថាវ៉ាតាស៊ីណូតូកេដែរឬក៏វ៉ាតាស៊ីណូដែរក៏បានដែរកន្លែងហ្នឹងណាតែអញ្ចឹងដល់ចំណុចលេខ4ពាក្យដូរ៉េអញ្ចឹងនៅពេលដែលយើងចង់សួរណាដូរ៉េហ្នឹងមានន័យថាមួយណានៅពេលដែលយើងចង់សួរថាតើមួយណាដូរ៉េដេស្កាដូរ៉េដេស្កាតើមួយណានៅលើរបស់វាមានច្រើនប្រភេទឬក៏អីចឹងទៅយើងអាចសួរតាក់ទងទៅនឹងរបស់ហ្នឹងបានតោះឥឡូវយើងចូលដល់ពាក្យឬក៏ប្រយោគរបស់យើងបន្តទៀតតោះឥឡូវចូលដល់ពាក្យទី5អញ្ចឹងពាក្យទី5គឺយើងប្រើប្រភេទ kono អញ្ចឹងកាលណាមាន kono ហ្នឹងគឺត្រូវការនាមអីដើម្បីភ្ជាប់ណាក្នុងវេយ្យាករណ៍គឺខ្ញុំបានបញ្យល់ហើយអ្នកទាំងអស់គ្នាអាចចូលទៅមើលវេយ្យាករណ៍មេរៀនទី2កាន់តែច្បាស់ឥឡូវយើងចូលប្រយោគរបស់យើងណាអញ្ចឹងយើងអាចបង្កើតបានថា kono no to wa watashi no desu អញ្ចឹងមានន័យថាសៀវភៅកត់ត្រានេះជារបស់ខ្ញុំ note នឹងសៀវភៅសរសេរសៀវភៅកត់អីចឹងណាគេប្រើ note តោះឥឡូវយើងចូលដល់ពាក្យsono ម្ដងពាក្យចំណុចទី6ណាអញ្ចឹង sono ក៏ត្រូវការនាមដូចគ្នាអញ្ចឹងយើងបង្កើតជាប្រយោគបានថា sono kasawa atarashi desu ne អញ្ចឹងមានន័យថានោះគឺជាឆ័ត្រថ្មីឬក៏ឆ័ត្រនោះគឺថ្មីយើងអាចបកបែបនេះទៅវាត្រូវតាមពាក្យឬក៏ប្រយោគរបស់យើងណាឆ័ត្រនោះគឺថ្មីណាអត្ថន័យវាបែបហ្នឹងណាតែអញ្ចឹងពាក្យទី7ចំណុចទី7ហ្នឹងគឺពាក្យ ano អញ្ចឹងយើងត្រូវការនាមដូចគ្នានៅពេលដែលមានពាក្យ kono sono ano ហ្នឹងត្រូវការភ្ជាប់ជាមួយនឹងនាមតោះអញ្ចឹងប្រយោគរបស់យើងគឺ ano hito wa donata desu ka ano hito wa donata desu ka អញ្ចឹងមានន័យថាតើម្នាក់នោះគឺជានរណាអញ្ចឹង donata អ្នកទាំងអស់គ្នាដឹងហើយនៅពេលរៀនពាក្យគឺមានន័យថានរណាវាជាពាក្យគូរសមរបស់direct តោះឥឡូវយើងចូលដល់ចំណុចទី8តាក់ទងទៅនឹងពាក្យរបស់យើងបន្តទៀតអញ្ចឹងប្រយោគហ្នឹងគឺយើងអានថា korewa meshi desu korewa meshi desu dozo មានន័យថានេះជានាមប័ណ្ណរបស់ខ្ញុំសូមទទួល dozo ហ្នឹងយើងហុចឲ្យអ្នកដតីណាសូមអញ្ជើញទទួលអីចឹងទៅសូមទទួលក៏បានដែរតោះអញ្ចឹងមេស៊ីនាមប័ណ្ណយើងដឹងហើយកន្លែងហ្នឹងនៅពេលដែលយើងធ្វើការនៅក្រុមហ៊ុនឬក៏យើងទៅកន្លែងថ្មីអីហ្នឹងគឺគេមានប្រភេទមេស៊ីដើម្បីឲ្យមុខយើងណាតាក់ទងប័ណ្ណសម្គាល់ខ្លួនអីចឹងទៅក្រុមហ៊ុនគេឈ្មោះអីចឹងទៅតោះឥឡូវយើងចូលដល់ពាក្យនិងប្រយោគរបស់យើងបន្តទៀតតើអញ្ចឹងពាក្យទី9របស់យើងណាគឺsono chisho wa nihongo no chisho desu ka នៅពេលដែលយើងចង់សួរអ្នកដតីណា
យើងអាចប្រើប្រយោគបែបហ្នឹងបានតើវចនានុក្រមនោះជាវចនានុក្រមភាសាជប៉ុនមែនទេその辞書は日本語の辞書ですかឬក៏យើងមិនចង់ដាក់ភាសាជប៉ុនយើងអាចដាក់ភាសាខ្មែរណាតើវចនានុក្រមហ្នឹងគឺជាវចនានុក្រមភាសាខ្មែរមែនទេអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចដូរ Nihongo ហ្នឹងមកពាក្យខ្មែរឬក៏បើសិនជាពាក្យអឺភាសាចិនណាគឺឈឺក៏គឺ go អីចឹងទៅភាសាបារាំង Francisco អីចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាអាចផ្លាស់ប្ដូរកន្លែងហ្នឹងបានតើអញ្ចឹងយើងចូលដល់ចំណុចទី10អញ្ចឹងប្រយោគហ្នឹងយើងអានថាチョコレートをどうもありがとうございますមានន័យថាសូមអរគុណច្រើនចំពោះសូកូឡាមានន័យថាអ្នកដតីគេឲ្យសូកូឡាមកកាន់យើងណាអញ្ចឹងយើងអាចធ្វើការអរគុណទៅអ្នកដតីយើងគ្រាន់តែប្រើពាក្យជូកូឡេតូឬក៏ក្រៅពីពាក្យហ្នឹងមានពាក្យរបស់ផ្សេងអីចឹងគឺយើងអាចជំនួសកន្លែងហ្នឹងបានណាតើអញ្ចឹងយើងចូលដល់ចំណុចទី11តើអញ្ចឹងប្រយោគហ្នឹងយើងអានថាកូហ៊ីអូគឺដាសៃកូហ៊ីអូគឺដាសៃហ្នឹងមានន័យថាសូមឲ្យកាហ្វេមួយបើសិនជាយើងត្រូវការប្រភេទទឹកផ្លែឈើអីយើងអាចប្រើពាក្យជឺស៊ឺអូគឺដាសៃអីចឹងទៅនៅពេលដែលយើងយករបស់អីមួយអត់បានឆ្ងាយឬក៏យើងចង់ឲ្យគេយកមកឲ្យយើងគឺយើងអាចប្រើនាមអីមួយហើយអូគឺដាសៃបានណាតែអញ្ចឹងចូលដល់ចំណុចទី12これは私のカバンですこれは私のカバンですមានន័យថានេះគឺជាកាបូបរបស់ខ្ញុំតោះឥឡូវយើងចូលដល់ពាក្យនិងប្រយោគរបស់យើងបន្តទៀតអញ្ចឹងពាក្យទី13តោះប្រយោគហ្នឹងគឺយើងអានថាそれは日本の新聞ですそれは日本の新聞ですមានន័យថានោះគឺជាកាសែតជប៉ុនកាសែតរបស់ជប៉ុនឬក៏យើងបកឲ្យស្រួលស្ដាប់កាសែតមកពីជប៉ុនអីចឹងទៅកាសែតជាភាសាជប៉ុនអីចឹងណាតែអញ្ចឹងយើងចូលដល់ចំណុចទី14あれは先生の車ですあれは先生の車ですមានន័យថារថយន្តឆ្ងាយនោះជារបស់គ្រូឬក៏ជារបស់លោកគ្រូក៏បានជារបស់អ្នកគ្រូក៏បានដែរអញ្ចឹងនៅពេលដែលយើងប្រើអារ៉េមានន័យថារបស់ហ្នឹងវានៅឆ្ងាយណាតោះអញ្ចឹងយើងចូលដល់ទី15この本はとても有名ですតែអញ្ចឹងមានន័យថាសិភៅនេះគឺល្បីខ្លាំងណាស់ល្បីខ្លាំងក៏បានល្បីខ្លាំងណាស់ក៏បានដែរណាតែអញ្ចឹងយើងចូលដល់ពាក្យប្រយោគបន្ទាប់ទៀតそのカメラはいくらですかそのカメラはいくらですかតែអញ្ចឹងមានន័យថាម៉ាស៊ីនថតនោះតម្លៃប៉ុន្មានឬក៏យើងខ្មែរយើងតែងតែហៅថាកាមេរ៉ាអញ្ចឹងណាអញ្ចឹងកាមេរ៉ានោះតម្លៃប៉ុន្មានយើងអាចសួរប្រយោគបែបហ្នឹងបានបាទអញ្ចឹងមេរៀនបង្កើតប្រយោគនៅក្នុងមេរៀនទី2សភៅមីណានីហុងហ្គោរបស់យើងនៅក្នុងថ្ងៃនេះគឺមានត្រឹមតែប៉ុណ្ណឹងអញ្ចឹងអ្នកទាំងអស់គ្នាអាចរៀនបង្កើតប្រយោគបានយ៉ាងងាយស្រួលណាក្នុងការបង្កើតប្រយោគអញ្ចឹងអ្នកទាំងអស់គ្នានឹងកុំភ្លេចចុច Subscribe ដើម្បីទទួលបាននៅវីដេអូបន្តទៀតណាអញ្ចឹងនៅក្នុងថ្ងៃហ្នឹងគឺមានត្រឹមតែប៉ុណ្ណឹង